มันคล้ายติจีเจียนแต่เฮ้ยได้ធ្វើមិនបើផ្លូវស្ទះហើយឃើញមានប្រឡោះដែលទៅបានខ្ញុំក៏ជិះទៅអ្នកដឹងទេថានៅលើផ្លូវដែលមានកន្លងបែបនេះផ្លូវសម្រាប់រថយន្តមាន4ហើយ2កន្លងទៀតសម្រាប់យានយន្តសាមញ្ញដូចជាកង់ម៉ូតូរ៉ូម៉កជាដើមអ្នកបើករថយន្តត្រូវបើកតាមកន្លងស្ដាំហើយត្រូវប្រើកន្លងខាងឆ្វេងសម្រាប់តែការចែងគ្នាប៉ុណ្ណោះប្រសិនបើចរាចរណ៍មានភាពមមាញឹករថយន្តអាចប្រើកន្លងធំទាំងពីរបានប៉ុន្តែរថយន្តធុនធ្ងន់ត្រូវតែស្ថិតនៅកន្លងខាងស្ដាំដដែលឯយានយន្តសាមញ្ញត្រូវតែស្ថិតនៅក្នុងកន្លងដែលនៅជិតចិញ្ចើមផ្លូវជានិច្ចអញ្ចឹងបើខ្ញុំជិះម៉ូតូខ្ញុំត្រូវតែនៅខាងស្ដាំរហូតត្រូវទេត្រឹមត្រូវហើយមួយវិញទៀតត្រូវចាំថាប្រសិនបើអ្នកចង់បត់ស្ដាំត្រូវនៅកន្លងស្ដាំបត់ឆ្វេងត្រូវនៅកន្លងឆ្វេងហើយប្រសិនបើអ្នកទៅត្រង់សូមកុំឈប់នៅកន្លងបត់ឆ្វេងឬស្ដាំព្រោះវាអាចបង្កឲ្យមានការកកស្ទះខ្ញុំយល់ហើយវ៉ាទីល្អណាស់ការបើកបរមិនមែនលោតអន្ទាក់ទេកុំបដោកន្លងចុះឡើងណាសូមបើកបរក្នុងកន្លងរបស់អ្នក